ជំរាបសួរទាំងអស់គ្នាខ្ញុំឈ្មោះ Chris ខ្ញុំជនជាតិ Basic ខ្ញុំរស់នៅស្រុកខ្មែរតាំងពីឆ្នាំ2016និងខ្ញុំធ្វើការខានទំនាក់ទំនងនៅនេះខ្ញុំមានការសន្ទនាជាមួយអ្នកនេសាទត្រីនៅកំពង់ឃ្លាំងពេលរដូវភ្លៀងនៅភូមិអណ្តែតទឹកកំពង់ឃ្លាំងទឹកលិចទាំងស្រុងអ្នកភូមិត្រូវការកាណូតដើម្បីចេញទៅក្រៅប៉ុន្តែរដូវប្រាំងទឹកស្រកវិញអ្នកនេសាទត្រូវតែសម្របខ្លួនទៅនឹងស្ថានភាពផ្លាស់ប្ដូរនេះជាជំនាញពិតជាអស្ចារ្យមែនទែនប៉ះនឹងខ្លឹមសារនៃជីវិតសុទ្ធសាធស្រុកកណើតតាំងពីដូនតាមកគាត់នៅនេះសត្វត្រីតាំងពីបុរាណមកចេះតគ្នាប៉ុន្តែខាងសេដ្ឋកិច្ចជីវិតអ្នកនេសាទត្រីមិនល្អឧទាហរណ៍នេះ1គីឡូម៉ានលក់នេះ1គីឡូនោះតែអាត្រីឡាតនេះ1គីឡូ7-8,000ទៅ10000ដែរដូចតែរស់ដែរកាលអូននៅក្មេងមានត្រីធំជាងស្រុកណៃនេះបាទនឹងខ្ញុំនៅក្មេងនៅប្រប៉ិតប៉ុណ្ណោះមានត្រីធំបាទតែឥឡូវវាបាត់អាពូជត្រីធំនៅតែល្អិតត្រីធំមានតិចណា10ឆ្នាំមុនមានត្រីច្រើន15-16ហើយមានត្រីធំច្រើនឥឡូវបាត់អស់ប្រហែលវិរិយអគ្គិសនីដែលបានសាងសង់តាមទន្លេមេគង្គនិងការប្រែប្រួលអាកាសធាតុអាចជាមូលហេតុចម្បងនៃការផ្លាស់ប្ដូរធំនេះកូនរបស់បរេចង់ឡើងគោកកូននេះឲ្យរៀនទៅខ្លាចបានទៅធ្វើការនៅលើអូនចង់ធ្វើការខាងនេះគេធ្វើការខាងគេខាងអើយខាងប៉ូលីសគេចង់ធ្វើប៉ូលីសនៅសៀមរាបអត់ចង់រស់នៅទន្លេទេវានឿយប្រសិនបើគ្មានចំនួនក្រៅវិបត្តិពីភូមិទាំងមូលប្រហែល10ឆ្នាំទៀតភូមិអណ្តែតទឹកនេះអាចរលាយនិងប្រពៃណីវប្បធម៌នៃអ្នកនេសាទត្រីដែលខ្ញុំចូលចិត្តខ្លាំងអាចរត់តាមខ្យល់